ខ្ញុំសូមយកឱកាសនេះបញ្ជាក់បន្តិចរឿងថវិកាទៅលើវិស័យអប់រំនិងសុខាភិបាលកន្លងទៅថ្មីនេះរាជរដ្ឋាភិបាលបានដាក់ចេញនៅសារាចររបស់រាជរដ្ឋាភិបាលស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ2027-2029និងការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុនិងការគ្រប់គ្រងឆ្នាំ2027អញ្ចឹងពេលនោះគឺឃើញមានវិទ្យុ AFE វិទ្យុភាសាបារាំងអន្តរជាតិបានផ្សាយថារាជរដ្ឋាភិបាលកម្ពុជាគ្រោងកាត់បន្ថយចំណាយក្នុងវិស័យអាទិភាពមួយចំនួនតួយ៉ាងវិស័យអប់រំនិងវិស័យសុខាភិបាលដើម្បីដាក់បញ្ចូលទៅក្នុងវិស័យការពារជាតិនៅឆ្នាំ2027គេបានបញ្ជាក់ថារដ្ឋាភិបាលគ្រោងកាត់បន្ថយចំណាយជាង$170 លានលើវិស័យអប់រំសុខាភិបាលនៅឆ្នាំ2027ដើម្បីទៅពង្រឹងវិស័យការពារជាតិករណីនេះក្រសួងសេដ្ឋកិច្ចវត្ថុបានចេញពន្យល់រួចទៅហើយវាគ្មានករណីនេះទេខ្ញុំសូមពន្យល់នៅព្រឹកទេពួកក្រសួងសេដ្ឋកិច្ចវត្ថុទៅហើយប៉ុន្តែនៅតែមានអ្នកមិនយល់ហើយនៅតែមានអ្នកចេញមកថារដ្ឋាភិបាលល្ងងរដ្ឋាភិបាលអត់យល់បែរជាទៅកាត់សុខាភិបាលនិងអប់រំទៅស្អីវិញខ្ញុំសូមបញ្ជាក់ដោយខ្លីចេះទីមួយគឺរដ្ឋាភិបាលមិនមានការកាត់ចំណាយវិស័យអប់រំនិងវិស័យសុខាភិបាលទៅបំពេញឲ្យតម្រូវការវិស័យការពារជាតិទេទោះបីជាវិស័យការពារជាតិត្រូវកើនក៏ដោយនេះជាចម្លើយខ្លីទី2វិស័យសង្គមគិច្ចអប់រំសុខាភិបាលបន្តកើនឡើងជាក់ស្ដែងនៅឆ្នាំ2026នេះទោះបីជាយើងផ្ទុះសង្គ្រាម2025ក៏ដោយចំណាយលើវិស័យការពារជាតិកើនក៏ដោយប៉ុន្តែចំណាយលើវិស័យអប់រំនិងសុខាភិបាលអត់ថយទេមានតែកើននៅឆ្នាំ2026នេះហើយនឹងកើននៅឆ្នាំ2027ដល់ឆ្នាំ2029តទៅទៀតនេះគឺជាការពិតអត់មានការកាត់បន្ថយដកលុយពីអប់រំនិងសុខាភិបាលយកទៅបង្កើនឲ្យកងទ័ពនោះទេកងទ័ពវិស័យការពារជាតិរដ្ឋាភិបាលមានថវិកាគ្រប់គ្រាន់សម្រាប់បង្កើននៅវិស័យដែលសំខាន់រួមទាំងវិស័យការពារជាតិសន្តិសុខជាតិវិស័យអប់រំនិងសុខាភិបាលគឺសង្គមគិច្ចនេះឯងនេះគឺជាការជាក់ស្ដែងដែលខ្ញុំសូមប្រកាសបញ្ជាក់បងប្អូននៅពេលនេះបាទ